ជំរាបសួរដល់អ្នកទាំងគ្នាថ្ងៃនេះសូមអញ្ជើញតាមដានរឿងគ្រោះថ្នាក់បារាំងសម័យទំនើបភាគទី151បន្តទៀតហើយបើសិនជាបងប្អូនទាំងគ្នាគិតថារឿងនេះល្អមើលសូមខមមិនពាក្យថាល្អមើលព្រមទាំងជួយចុច like subscribe បើសញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសាយរឿងចាប់តាមឡើងនៅក្នុងសមាគមក្បាច់គុនគណៈពេលនេះក៏ដល់ថ្ងៃណាត់រវាងគ្រូសាលីរួមជាមួយនឹងសមាគមក្បាច់គុនធ្វើការប្រកួតគ្នាគ្រូសាលីក៏ត្រូវបានដឹកនាំទៅដោយលីហុងយីងព្រមជាមួយនឹងគ្រូក្បាច់គុនមួយចំនួនទៀតផងដល់នៅខាងសមាគមក្បាច់គុនគឺមានທາງហ្វឹងព្រមជាមួយនឹងសងធីនិងកូនស្រីរបស់គាត់ហើយនឹងមានគ្រូក្បាច់គុននៃសមាគមក្បាច់គុនផ្សេងទៀតក៏ប៉ុន្តែគ្រូរបស់សងអត់សងគាត់មិនទាន់បានធ្វើដំណើរមកដល់ទេហើយមូលហេតុនោះក៏ព្រោះដោយសារតែគាត់ត្រូវនិយាយគ្នាជាមួយនឹងមិត្តចាស់របស់គាត់គឺជាលីសុងក៏ទឹកស្មាននៅទេថានៅពេលតែត្រឡប់មកវិញបែរជាឃើញគាត់នៅរស់គាត់ថាមកនេះដើម្បីទៅលេងភ្នូររបស់កពូវូយស៊ីតែគាត់បានតបបែបចាក់ដោតត្រឡប់ទៅវិញតែថាអាកាចាអីអត់តងាប់ផងយើងងាប់មិនក្រៅពីនោះពួកគាត់គឺជាដៃគូប្រយុទ្ធចាស់គាត់ធ្លាប់ជាមិត្តជាមួយនឹងគ្នាចឹងហើយការនិយាយស្ដីរបស់ពួកគាត់តាមបែបមិត្តជិតស្និទ្ធជាងមិនចាប់បាច់សម័យទេកពូវូយស៊ីថាកាលពី10ឆ្នាំមុនគាត់ធ្វើទីក្រុងម៉ៃឈីងល្បីល្បាញរន្ទឺទៅនឹងក្បាច់គុនដែលគាត់បង្កើតឡើងក៏ប៉ុន្តែឥឡូវនេះបែរជាស្ងាត់ជ្រាបចំពោះលោកពូសងលីគឺគាត់អត់សូវខ្វល់ប្រមាណនោះទេគាត់ខ្វល់តែម្យ៉ាងគឺត្រូវតែបំពេញតាមកិច្ចព្រមព្រៀង10ឆ្នាំរវាងគាត់ទាំងពីរក៏ត្រូវតែធ្វើការប្រកួតគ្នាឲ្យស្មើភាពម្ដងព្រោះកាលពីលើកមុនគាត់ចាញ់តែអាម៉ាស់មុខខ្លាំងណាស់គាត់ក៏ត្រូវតែធ្វើការសងសឹកនៅក្បែរនឹងផងដែរយើងដូចជាចាប់អារម្មណ៍បានឃើញ snapper មួយក៏កំពុងតែស៊ីបចូលទៅខាងក្នុងសមាគមក្បាច់គុនដែលគេម្នាក់នេះក៏ទំនងជាកូនចៅរបស់អ្នកនាងលីហុងយីងនឹងឯងឥឡូវនេះផែនការរបស់អ្នកនាងលីនឹងក៏ត្រូវបានរៀបចំរួចរាល់បាត់ទៅហើយនៅក្នុងការប្រកួតមួយនេះបើសិនជាឃើញនរណាគេខ្លាំងគ្រប់គ្រាន់ផ្ដួលកូនចៅរបស់នាងបាននាងប្រកាសជាបញ្ជាឲ្យ sniper បាញ់សម្លាប់គេចោលគូប្រកួតដំបូងគេគឺជាលោកពូកៃសានតំណាងឲ្យសមាគមក្បាច់គុនហើយអាប៉ែម្នាក់ទៀតគឺតំណាងឲ្យគ្រូសាលីអាប៉ែម្នាក់នេះយើងក៏ប្រហែលជាធ្លាប់បានឃើញគេការពលឹកមុនដែលមានរហស្សនាមថាក្បាលដៃត្រូវបានពូហ្វាន់វាយចង់ផុងខួរការពលឹកមុននោះអាប៉ែម្នាក់នេះគឺអត់នោះទេបើប្រៀបធៀបជាមួយនឹងលោកពូកៃសានគឺថាលោកពូកៃសានអាចសម្លាប់គេបានក៏ប៉ុន្តែគេបែរជាចូលដៃចូលជើងជាមួយនឹងគ្រូសាលីព្រមទាំងធ្វើជាចាញ់យ៉ាងម៉ាស់មុខទៀតផងអាប៉ែម្នាក់នេះយើងធ្លាប់តែហៅថាក្បាលដៃតែប៉ុន្តែឈ្មោះរបស់គេគឺលីសុងដោយសារតែខាងសមាគមក្បាច់គុនចាញ់ហើយដូច្នេះហើយលោកពូសុងធីក៏ចេញមកប្រយុទ្ធជាមួយនឹងគេផ្ទាល់តែម្ដងនៅពេលដែលប៉ះទង្គិចគ្នាលោកពូសុងធីបានសង្កេតឃើញថាគាត់បានប្រើកម្លាំងអីខ្លាំងនៅទេគឺថាប៉ែលីសុងម្នាក់នេះត្រូវខ្ទាតបាត់ហើយពេលហ្នឹងគាត់ចាប់អារម្មណ៍ដឹងថាការចាញ់របស់លោកពូកៃសានហាក់បីដូចជាការរៀបចំអ្វីមួយយ៉ាងមិនដឹងហើយមិនយូរប៉ុន្មានអាប៉ែក្បាលដៃមួយហ្នឹងត្រូវបានលោកពូសុងធីទាត់ចេញពីលើឆាកបានក៏ដោយសារតែខាងគ្រូសាលីចាញ់ម្នាក់ហើយចឹងនាងក៏បានបញ្ជូននៅអ្នកខ្លាំងម្នាក់ទៀតដែលមានកម្លាំងខ្លាំងណាស់គេម្នាក់ហ្នឹងគឺជំនាញក្នុងការប្រើប្រាស់កាបិតនាងលីបានប្រាប់ឲ្យគេលេងមែនតែនតែក៏បទូដៃជាមួយពួកគេសោះដោយអាប៉ែម្នាក់ហ្នឹងបានប្រាប់ទៅនាងវិញថាមិនចាំបាច់បារម្ភនោះទេបើយើងមើលទៅតាមអត្តចរិតរបស់គេទៅគេគឺជាអ្នកខ្លាំងហើយគេខាងខ្លាំងណាស់ដោយគេម្នាក់ហ្នឹងគឺមានរហស្សនាមថាអ្នកលេងកាបិតហោះតាជាងហួយដើម្បីងាយស្រួលហើយយើងហៅគេថាអាប៉ែហួយដោយសារតែគេលេងកាបិតចឹងហើយលោកពូសុងធីគាត់ក៏បានទីនៅកូនកាបិតមកលេងតតាំងជាមួយនឹងគេហ្វៃបដៅគឺថាអាប៉ែហួយហ្នឹងនិយាយឌឺដងបដៅមើលស្រាទៅលើសមាគមក្បាច់គុនខ្លាំងណាស់ព្រោះដោយសារតែឃើញលបឺរបស់លោកពូសុងធីហ្នឹងយឺតខ្លាំងពេកចាប់ផ្ដើមមិនទាន់នឹងបានប្រមាណផងលោកពូសុងធីត្រូវបានអាប៉ែហួយហ្នឹងផ្ដួលបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះគឺកាត់ផ្ដាច់សរសៃជីបចោដៃជើងរបស់គាត់ឲ្យคล้ายទៅជាមនុស្សពិការមិនអាចធ្វើការវឹកហាត់ក្បាច់គុនថែមទៀតនឹងស្រាប់ហើយថាគាត់គឺជាអ្នកក្បាច់គុនបើសិនជាបាត់បង់សរសៃជីបចោដៃជើងក៏ប្រហែលជាគាត់អត់ប្រយោជន៍ទេហើយសងនាងភ័យខ្លាំងមែនតើចឹងហើយក៏ប្រញាប់ទូរស័ព្ទហៅពូហ្វានឲ្យមកជួយស្គ្រូឪពុករបស់នាងជាបន្ទាន់អាប៉ែហួយហ្នឹងបានឃើញថាគាត់ខ្សោយបែបហ្នឹងក៏និយាយឌឺដងសោះច្មោះទៅកាន់ពួកគាត់ថាសមាគមក្បាច់គុនគឺសុទ្ធសឹងតែជាមនុស្សទុនខ្សោយបើសិនជាអត់ប្រយោជន៍ចឹងទៅធ្វើស្រែចម្ការវិញទៅល្អជាងក៏ដោយសារតែសម្ដីកេងកាងរបស់គេហ្នឹងបានធ្វើឲ្យខាងហ្វឹងខឹងខ្លាំងមែនតើព្រមបាននោះទេក៏សម្រុកចូលទឹកដោយលេងផ្លែដៅទល់នឹងផ្លែដៅជាមួយនឹងអាប៉ែហួយម្នាក់ហ្នឹងក៏ប៉ុន្តែវាយគ្នាមិនទាន់នឹងដឹងស្អីផងគឺថាខាងហ្វឹងហាក់ដូចជាត្រូវរបួសធ្ងន់ខ្លាំងមែនតើតែយ៉ាងណាខាងហ្វឹងគឺជាមនុស្សម្នាក់គេមិនងាយនឹងធ្វើការបោះបង់នោះទេក្នុងកំឡុងពេលនោះពូហ្វានជាមួយនឹងអារ៉ានក៏បានធ្វើដំណើរមកដល់ល្មមដែលវាក៏បានផ្ដល់សង្ឃឹមដល់សមាគមក្បាច់គុនរបស់ពួកគេជាពិសេសនេះគឺជាសងអៅសងបញ្ញាប្រាប់ឲ្យពូហ្វានជួយសង្គ្រោះឪពុករបស់នាងភ្លាមទៅហើយនាងក៏បានរាយរាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើងតាក់ទងជាមួយនឹងការកាត់សរសៃដៃជើងរបស់ឪពុកនាងកន្លែងមកមើលខាងហ្វឹងឯវិញលទ្ធផលក៏ដូចជាលោកពូសុងធីចឹងដែរគឺគេមិនអាចវាយឈ្នះនោះទេមិនត្រឹមតែប៉ុណ្ណោះក៏ត្រូវបានអាប៉ែហួយនឹងកាត់សរសៃជីបចោដៃជើងរបស់គេឲ្យពីការបន្ថែមម្នាក់ទៀតពេលនោះពូហ្វានបានឃើញហើយថាចង្រៃម្នាក់នឹងដូចជាលេងខូខើខ្លាំងមែនតើក៏ប៉ុន្តែចំណាពូហ្វាននៅតែប្រាប់ឲ្យពួកគេកុំបារម្ភអីគេនៅទីកន្លែងនេះហើយគឺអាចដោះស្រាយបញ្ហាឲ្យពួកគាត់បានការព្យាបាលរបស់ពូហ្វានគឺតសរសៃជីបចោរបស់គាត់ដែលបានខូចខាតនឹងត្រឡប់ទៅវិញដោយប្រើប្រាស់នៅវិជាមជ្ឈពលឹងទាំង9ដែលឃើញថាការតសរសៃជីបចោសម្រាប់ពូហ្វានគឺវាមិនពិបាកនោះទេចំពោះអ្នកនាងលីនៅវិញក៏ព្យាយាមប្រាប់អាប៉ែហួយនឹងផងដែរថាបើសិនជាពូហ្វានឡើងលើឆាកគួរតែកុំប្រយុទ្ធជាមួយនឹងគេដោយផ្ទាល់អីព្យាយាមនៅឆ្ងាយពីគេទៅព្រោះថាគេនឹងខ្លាំងណាស់ក្រៅពីនេះក៏ព្យាយាមប្រាប់ឲ្យគេចេះតែកិច្ចពីការវាយប្រហាររបស់ពូហ្វានហើយនៅឆ្ងាយពីគេទៅនាងមានវិធីចាត់ការគេនឹងបញ្ជា sniper 10ក្បាលរបស់ពូហ្វាននេះឯងក្រៅពីពូហ្វានធ្វើការតសរសៃជីបចោឲ្យពួកគាត់ទាំងពីររួចហើយក៏បញ្ចុកថ្នាំឲ្យពួកគាត់ម្នាក់មកគ្រាប់ដើម្បីស្ដារនៅធម្មពលត្រឡប់ទៅវិញហើយនឹងជាសះស្បើយនៅរបួសទាំងឡាយពួកគាត់ទាំងពីរគឺសប្បាយចិត្តខ្លាំងណាស់ចឹងហើយក៏ប្រញាប់សម្ដែងនៃការអរគុណហើយពូហ្វានបានប្រាប់ឲ្យគេសម្រាប់ទៅមិនអាចធ្វើការវឹកហាត់ក៏ដូចជាប្រយុទ្ធបន្តទៀតបានទេគេម្នាក់នោះគឺខ្លាំងណាស់ក៏ប៉ុន្តែយ៉ាងណាសមាគមក្បាច់គុនរបស់ពួកគេក៏នៅមានអ្នកខ្លាំងម្នាក់
ទៀតអាចតបតជាមួយនឹងអបិហុយម្នាក់នឹងបាននោះក៏ជាលោកគ្រូដើមម្នាក់ដែលមានឈ្មោះថាហ្វៃលៀងលោកពូហ្វៃម្នាក់នឹងឃើញស្ងាត់ស្ងៀមចឹងទេក៏ប៉ុន្តែលោភលន់ខ្លាំងណាស់ក៏ប៉ុន្តែយ៉ាងណាជំនាញដើររបស់គាត់ក៏ល្បីរន្ទឺផងដែរដែលវាមានឈ្មោះថាដើរឥតស្មោលក្រៅពីនឹងអាវសងក៏បានប្រាប់ឲ្យគាត់ឡើងទៅប្រយុទ្ធទៅព្រោះដល់វេនគាត់ត្រូវប្រយុទ្ធហើយក៏ប៉ុន្តែគាត់តបទៅវិញថាគាត់អាចប្រយុទ្ធបានក៏ប៉ុន្តែតម្លៃរៀងខ្ពស់បន្តិចហើយគេទាមទារ1លានដែលតម្លៃជួលការពលឹកមុនគាត់មិនយកទុកក្នុងចិត្តទេឥឡូវនេះគាត់ត្រូវការបន្ថែមទៀតដើម្បីអាចធ្វើការឡើងទៅប្រយុទ្ធបានការទាមទាររបស់គាត់ម្ដង1លានចឹងធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះថាវាមិនមែនជាចំនួនតិចតួចទេក៏ប៉ុន្តែពូហ្វាន់ក៏ញញឹមមិនដឹងថាសមត្ថភាពពូនឹងក៏មិនអាចឈ្នះអបិហុយនឹងដែរតែជាមួយបន្តិចទៀតពូហ្វាន់ក៏នឹងលេងល្បែងមួយកំដរគាត់ជាមិនខាននោះទេនឹងហើយបងប្អូនសម្រាប់រឿងពូហ្វាន់ក្នុងភាគទី151ក៏មានតែប៉ុណ្ណឹងនោះទេចឹងយើងរងចាំតាមដានទស្សនាក្នុងភាគទី152បន្តទៀតអេដមីនជាស្រេចបើសិនជាមានកំហុសខុសឆ្គងណាមួយកើតឡើងអេដមីនក៏វិលត្រឡប់មកវិញជាមួយនឹងវីដេអូសម្រាប់រឿងបន្តគណៈពេលនេះអេដមីនមេប៉ាសៀវក៏សូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ